រឿងអំនួតសត្វខ្លានិងសត្វតោកាលពីព្រេងនេះនៅក្នុងព្រៃដ៏ជ្រៅមួយមានសត្វតោនិងសត្វខ្លាពួកវាជាមិត្តសម្លាញ់នឹងគ្នានៅថ្ងៃមួយពួកវាក៏បបួលគ្នាចេញទៅរកចំណីលុះវាដើរបានពាក់កណ្ដាលផ្លូវវាក៏ជួបប្រទះនឹងសត្វស្វាកំពុងស៊ីផ្លែឈើនៅលើមែកឈើអូអាស្វានេះពិតជាទំនងណាស់បើយើងចាប់វាទៅស៊ីមិនដឹងជាឆ្ងាញ់យ៉ាងណាទេមើលហើយយើងកំពុងឃ្លានស៊ីសាច់វាផងបើអញ្ចឹងយើងចាប់វាមកធ្វើចំណីចែកគ្នាម្នាក់ពាក់កណ្ដាលទៅបងតើរឿងអីដែលយើងត្រូវចែកឲ្យឯងយើងជាស្ដេចសត្វនៅក្នុងព្រៃយើងមិនចែកឲ្យឯងតើឯងធ្វើអីយើងកើតទៅបានយើងនឹងចែកគ្នាបើចាប់អាស្វានេះបានយើងមិនល្ងងចែកឲ្យឯងទេយើងជាស្ដេចសត្វនៅក្នុងព្រៃនេះ